ត្រីនេះខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកស្គាល់អំពីប្រវត្តិអាបនិងធ្មប់បើតាមលោកពិតទេចាមេឃប៉ុនលើកឡើងថាតាំងពីសម័យបុរាណកាលរហូតដល់សម័យក្រោយៗទៀតសូម្បីតែនៅសម័យបច្ចុប្បន្ននេះក៏នៅតែមានជំនឿទៅលើអាបនិងធ្មប់ដែរគេជឿថាអាបនិងធ្មប់នេះជាឥទ្ធិពលមួយយ៉ាងដែលមានអានុភាពមកលើជីវិតមនុស្សទូទៅដែលអានុភាពនេះអាចធ្វើឲ្យមនុស្សឈឺស្លាប់ឬជាសះស្បើយឡើងវិញតាមបញ្ជានៃមនុស្សដែលជារូបអាបឬគ្រូធ្មប់នោះមិនមែនតែនៅប្រទេសខ្មែរយើងទេប៉ុន្តែនៅប្រទេសដទៃទៀតនៅទ្វីបអាហ្វ្រិកអាស៊ីពិសេសក្នុងសង្គមដែលរស់នៅដាច់ឆ្ងាយពីមជ្ឈដ្ឋានអរិយធម៌គេនៅតែជឿលើឥទ្ធិពលនៃសិលសាស្ត្រនេះអ្នកប្រាជ្ញនៅបស្ចិមប្រទេសជាច្រើនបានវាយតម្លៃជំនឿនេះថាមានឥទ្ធិពលមួយផ្នែកតាមរយៈចិត្តសាស្ត្រក្រៅពីនេះជំនឿចំពោះអាបនិងធ្មប់ស្ថិតនៅជាប់អាថ៌កំបាំងសម្រាប់ការស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅឡើយនៅពេលដែលគេស្រាវជ្រាវអំពីជំនឿទៅលើអាបនិងធ្មប់នៅស្រុកគិរីវង្សខេត្តតាកែវលោកតាពិតជាចាម៉ាយប៉ុនបានសម្ភាសជាមួយគ្រូមន្តអាគមចាស់ៗមានលោកតាទៀបលុចអាយុ96ឆ្នាំលោកតាកឹមផង់អាយុ80ឆ្នាំលោកតាអ៊ួងអូកអាយុ76ឆ្នាំអំពីបញ្ហានេះលោកតាទាំងនោះបានមានប្រសាសន៍ថាអាបនិងធ្មប់នៅស្រុកខ្មែរវាមានលក្ខណៈដោយឡែកខុសពីអាបនិងធ្មប់នៅទ្វីបអាហ្វ្រិកឬទ្វីបដទៃទៀតនៅស្រុកខ្មែរគេចែកអាបនិងធ្មប់ដាច់ដោយឡែកពីគ្នាចំពោះអំពើរបស់វាក៏ខុសប្លែកគ្នាដែរលោកតាទាំង3មានប្រសាសន៍បន្តទៀតថាដែលឃើញថាចំណេះនេះវាផ្ទុយនឹងការព្រានប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ពោលគឺពួកនេះជាភាវៈអាក្រក់ដើរសាបព្រោះតែអំពើវិនិស្សកម្មនិងទុក្ខវេទនាដល់អ្នកដទៃឥតមានអាណិតអាសូរឡើយលោកតាទាំង3ចាត់ទុកថាជាទុវិជ្ជាមិនគួរសិក្សារៀនសូត្រទេព្រោះវាគ្មានប្រយោជន៍ដល់សង្គមសោះតែដើម្បីមានសមត្ថភាពទប់ទល់នឹងអំពើដ៏កាចសាហាវនេះពួកគាត់បានរៀនមន្តអាគមគាថាសិលសាស្ត្រនិងឱសថខ្លះៗដើម្បីជួយសង្គ្រោះជនរងគ្រោះពីអំពើរបស់អានុភាពទាំងពីរនេះលោកតាទាំង3រូបបានវែកញែកថាអាបនិងធ្មប់នៅប្រទេសខ្មែរយើងជាភាវៈពីរខុសគ្នាគឺ 1. អំពីរឿងអាបតាមលឺចាស់ៗដំណើរតគ្នាមកថារូបអាបដើមឡើយបានសិក្សារៀនសូត្រស្នេហ៍មុខរូបអាបកម្រមានភេទប្រុសណាស់ស្ត្រីដែលរៀនស្នេហ៍មុខនេះលោកបានកាន់អនុវត្តយូរទៅសិលមុនស្នេហ៍នេះក៏ចូលជោគក្នុងខ្លួនស្ត្រីនេះហើយខ្លាយទៅជារូបអាបទៅព្រលឹងអាបបានសន្ធិដ្ឋស្នាក់នៅក្នុងតួអង្គរូបនេះជានិច្ចកាលប្រសិនបើរូបនេះថ្នាក់អន់ចិត្តខឹងនឹងនរណាមួយព្រលឹងអាបទៅធ្វើអ្នកនោះឲ្យចុកពោះឈឺពោះឬឡប់ស្មារតីនិយាយលែងដឹងខុសត្រូវចាស់និយាយទៀតថាពេលយប់រលប់អាបចេញពីតួរូបទៅរកស៊ីឈាមកម្រងកូនកំកែបមានរូបភាពជាភ្លើងពណ៌ខៀវធំជាងភ្លើងអំពិលអំពែកពេលវាដើរឬអណ្ដែតភ្លើងនេះមិនមានសកម្មភាពភ្លឹបផ្លែតភ្លឺរលត់ដូចអំពិលអំពែកទេគឺវាភ្លឺធ្លោរហូតតែបើកាលណាវាចង់បំបានខ្លួនឬកិច្ចពីឧបសគ្គអ្វីមួយវាប្រត់ភ្លើងឲ្យងងឹតមួយរយៈបើសភាពការបានស្រួលជាឡើងវិញទើបអាបបញ្ចេញពន្លឺរស្មីពណ៌ខៀវជាបន្តទៀតគេតែងតែឃើញអាបបណ្ដែតប្រប្រាស់ដើរស្វែងរកអ្នកដែលទើបនឹងកើតកូនថ្មីដែលជាធម្មតាតែងតែមានធ្លាក់ឈាមចុះមកក្រោមផ្ទះឬក្រោមគ្រែដែលជាកន្លែងសម្រាប់កូននោះប៉ុន្តែជាទូទៅនៅស្រុកស្រែចំការពេលសម្រាប់កូនគេតែងតែរកគ្រូមកធ្វើភ្លើងសែកមន្តវិជ្ជាការពាត់សីមាការពារព្រៃកលាភ្លើងឬការពារអាបមកយាយីព្យាបាទស្ត្រីសម្រាប់កូននោះដោយយកអំបោះមកពាត់សីមាឬស្លាស់បន្លាជុំវិញកំណត់ឈាមគេក៏តែងនិយាយតគ្នាទៀតថាគេឃើញរូបភាពអាបជាពោះវៀនរតៃធ្លាក់ចុះប្រប្រាស់ដីហើយភ្លើងខៀវផ្នែកខាងលើគឺជាក្បាលអាបគេថាពោះវៀននោះគឺជាពោះវៀនរបស់ស្ត្រីដែលទទួលរូបអាបនោះឯងលោកស្វែងរកចំណីក្នុងពេលយប់បានឆ្អែតឆ្អន់ហើយព្រលឹងឬរូបភាពអាបក៏វិលមកចូលក្នុងតួរូបអាបជាមនុស្សវិញចំពោះបញ្ហាអាបនេះអ្នកនិពន្ធរឿងភាពយន្តខ្មែរបានតែងជារឿងមួយមានចំណងទើងថាកូនអើយម្ដាយអាបនៅក្នុងទសវត្សរ៍ឆ្នាំ70ផងដែរប្រសិនបើក្នុងពេលរកស៊ីមានតាក់ជាប់ស្អិតក្នុងបន្លាឬពុករួចឬក៏ត្រូវគ្រូសិលណាមួយចាប់បាននោះគេថារូបអាបជាមនុស្សនោះនឹងត្រូវឈឺស្លាប់ភ្លាមនៅក្នុងភូមិនានានៃស្រុកស្រែចំការអ្នកផងតែងតែខ្លាចរូបអាបនេះណាស់បើកាលណារូបអាបនេះមករកទិញខ្ចីឬសុំអ្វីតែងតែបំពេញចិត្តគាត់ភ្លាមធ្វើយ៉ាងណាកុំឲ្យគាត់ខឹងព្រោះខ្លាចប្រលឹងអាបមកធ្វើប៉ុន្តែជាចៃដន្យបើយាយរូបអាបឈឺស្លាប់ដោយសារត្រូវសិលគ្រូខ្លាំងពូកែណាមួយឬស្លាប់ដោយអស់អាយុសង្ខារនោះអ្នកស្រុកគេហាក់ដូចជាធូរចិត្តច្រើនណាស់ព្រោះគេលែងមានអ្នកឲ្យទុកដល់គេទៀតលោកតាកឹមផង់បានមានប្រសាសន៍ថាគាត់បានរៀនសូត្រមន្តគាថាខ្លះដែរសម្រាប់ការពារអំពើរបស់អាបឬក៏សម្រាប់ចាប់អាបកុំឲ្យមកធ្វើទុកបុកម្នេញដល់អ្នកស្រុកឬក៏បណ្ដេញអំពើអាក្រក់របស់អាបឲ្យវានិច្ចខ្ចាយក្នុងគោលបំណងជួយសង្គ្រោះញាតិអ្នកស្រុកពីការព្យាបាទរបស់អាបជាញឹកញយគេក៏អាចសម្គាល់បានថាអ្នកជំងឺត្រូវអំពើរបស់អាបដោយចុកពោះយ៉ាងខ្លាំងដាក់ថ្នាំអ្វីក៏ពុំត្រូវគេសង្កេតឃើញកៅភ្នែកអ្នកជំងឺចេះតែក្រឡាប់ចាក់ខុសប្លែកពីធម្មតាបើមានសញ្ញាបែបនេះគេច្បាស់តែជាអញ្ជើញគ្រូសិលមន្តអាគមដើម្បីមកបណ្ដេញកម្ចាត់អំពើរបស់អាបគ្រូមន្តអាគមមិនសុទ្ធតែអាចសម្រេចបំណងដេញអាបបានទាំងអស់នោះទេបើគ្រូខ្សោយជាងអាបនោះសែកមុនបញ្ចេញអាបបញ្ចេញពីអ្នកជំងឺឡើយគឺនៅតែឈឺដដែលជួនកាលអាបបានចំអកលក់លើយទៅឲ្យគ្រូអាគមនោះវិញតាមរយៈអ្នកជំងឺមានខំបណ្ដាតញាក់មុខពេលពាត់ដាក់គ្រូមន្តអាគមឬពោលពាក្យថាយើងមិនខ្លាចឯងទេអញ្ជើញថយចេញជាប្រញាប់ប៉ុន្តែបើកាលណាគ្រូនោះខ្លាំងពូកែខាងសិលសាស្ត្រមន្តអាគមគាថាវិញគេមានសមត្ថភាពឬមធ្យោបាយដ៏ស័ក្តិសិទ្ធិដើម្បីបញ្ដេញបង្ក្រាបអាបឲ្យខ្លោបខ្លាចឲ្យចេញឬចាប់ចងអាបសួរចម្លើយឲ្យប្រាប់ឈ្មោះប្រាប់ទីកន្លែងដែលវារស់នៅគ្រូខ្លាំងអាចធ្វើឲ្យអាបឈឺចាប់ហើយស្រែកប្រហោយំអង្វរញាត់ដៃញាត់ជើងហើយសន្យាថានឹងលែងមកធ្វើបាបអ្នកស្រុកអ្នកភូមិទៀតហើយតាមរយៈសម្ដីអ្នកជំងឺអាបអង្វរគ្រូថាសូមមេត្តាកុំសម្លាប់ព្រោះមានកូនច្រើនណាស់នៅក្នុងបន្ទប់បើគ្រូសម្លាប់ខ្លួននឹងចោលកូនឲ្យនៅកំព្រាលំបាកវេទនាជាក់ជាមិនខានគ្រូខ្មែរយើងច្រើនតែជាអ្នកជួបជ្រាបពាក្យព្រានបដៅរបស់ព្រះពុទ្ធម្ល៉េះហើយគេតែងតែមានធម៌មេត្តាអត់ទោសសន្តោសប្រោះប្រណីដល់រូបអាប
គ្រាន់តែវាយដំដោយរិទ្ធមន្តអាគមតែមិនសម្លាប់ទេគេក៏ជឿថាបើសម្លាប់ព្រលឹងអាបនោះរូបដែលព្រលឹងអាបសន្ធិដ្ឋនោះក៏ស្លាប់ដែរជាធម្មតាគ្រូមន្តអាគមតែងតែមានចិត្តធម៌អាណិតទាំងអ្នកជំងឺអាណិតទាំងអាបពោលគឺគេសង្គ្រោះអ្នកជំងឺឲ្យឆ្លងផុតពីអំពើរបស់អាបហើយតែងតែត្រាប្រណីឲ្យអាបមានជីវិតរស់នៅតទៅទៀតតែត្រូវលះបង់អំពើអាក្រក់ជាដាច់ខាតមួយវិញទៀតគឺជាអំពើធ្មប់តាមលោកគ្រូមន្តអាគមទាំង3នាក់នោះមានប្រសាសន៍ថាធ្មប់ជាអានុភាពមួយសាហាវខុសខើក្រៃលែងអ្នកស្រុកអ្នកភូមិគ្រប់គ្នាផិតភ័យតក់ស្លុតខ្លាចអំពើរបស់គ្រូធ្មប់នេះណាស់ព្រោះបើកាលណាគេត្រូវអំពើរបស់ធ្មប់ហើយប្រសិនបើគ្រូព្យាបាលមិនត្រូវទេនឹងអាចស្លាប់យ៉ាងវេទនាបំផុតបើមុនសិលវិជ្ជារបស់គ្រូធ្មប់នោះខ្លាំងហើយគ្រូដែលដោះអំពើមានសិលវិជ្ជាខ្សោយជាងនោះគេពុំអាចដោះអំពើឬព្យាបាលអំពើនោះបានឡើយអ្នកជំងឺត្រូវតែស្លាប់ជាមិនផុតរបៀបធ្វើអំពើរបស់គ្រូធ្មប់មានច្រើនបែបច្រើនវិធីណាស់តែលោកព្រឹទ្ធាចារ្យមេឃប៉ុនសូមលើកយកតែវិធី4មកជម្រាបជូនដូចតទៅទី1នោះគឺការធ្វើអំពើដោយប្រើកន្ត្រៃមាសកន្ត្រៃប្រាក់តាមព្រឹទ្ធាចារ្យមេឃប៉ុនបានឲ្យដឹងថាគ្រូធ្មប់អុជធូបទៀនលើហឹងរំដាប់គ្រូមន្តអាគមក៏សូត្របាលីគាថាប្រើកន្ត្រៃមាសកន្ត្រៃប្រាក់ដោយដាក់កន្ត្រៃនៅលើជើងទៀនមួយគាត់អង្គុយភាវនាបាលីបណ្ដាយកចង្កឹះមួយវាយតិចទៅលើកន្ត្រៃនោះបណ្ដាសូត្រវាយយ៉ាងនេះតតែកន្ត្រៃកម្រើកហើយហោះហើរយ៉ាងលឿនឬសូត្រដូចកន្លងហើរកន្ត្រៃសិលនោះពេលហោះហើរទៅរកទីដៅរបស់វាមានទំហំតូចជាងកន្ត្រៃធម្មតាជាច្រើនដងតែទៅចិត្តដល់ជនរងគ្រោះកន្ត្រៃនេះអាចខ្លាយទៅជារុយឬសត្វល្អិតអ្វីមួយចូលទៅក្នុងខ្លួនជនរងគ្រោះតាមមាត់តាំងពីពេលចូលទៅដល់ក្នុងពោះអ្នករងគ្រោះចាប់ផ្ដើមឈឺពោះចុកពោះឈឺចាប់ផ្សេងទៀតយ៉ាងសែនវេទនាលំបាកទ្រាំប្រសិនបើគេដឹងភ្លាមថាជំងឺនេះជាអំពើរបស់គ្រូធ្មប់ហើយបើគេអាចរកឃើញគ្រូសិលខ្លាំងពូកែអាចដាក់ថ្នាំឬសូត្របាលីមន្តគាថាធ្វើឲ្យធ្លាក់កន្ត្រៃមាសកន្ត្រៃប្រាក់នេះបានភ្លាមគេអាចរំដោះអ្នកជំងឺឲ្យរួចរស់ជីវិតបានបើមិនបានចាប់អារម្មណ៍ចំពោះរឿងអំពើអំព័ន្ធនេះទេហើយគិតតែដាក់ថ្នាំផ្សេងវិញនោះច្បាស់ជាត្រូវស្លាប់ដោយធ្លាក់ឈាមតាមបាតតាមទ្វារលិមុខឬតាមមាត់ជាក់ជាមិនខានទី2គឺការធ្វើអំពើដោយប្រើកន្លះមជុលឬក៏ដៃគោលការធ្វើអំពើដោយប្រើរបស់ទាំងនេះក៏មិនសូវខុសគ្នាពីរបៀបទាំងពីរខាងដើមប៉ុន្មានឡើយគ្រូធ្មប់យកវត្ថុទាំង3មុខមកសែកមន្តគាថាហើយចាក់កន្លះមជុលដៃគោលទៅលើរូបតំណាងជនរងគ្រោះឆ្លាក់អំពីដំឡូងមីឬធ្វើពីម្សៅឬធ្វើពីឈើផុយគេច្រើនយកមជុលដោតត្រង់ដើមទ្រូងយកកន្លះញាត់ក្នុងពោះឬយកដៃគោលដោតចំក្បាលជនរងគ្រោះដើម្បីឲ្យមានការឈឺចាប់ក្នុងពោះផងក្នុងទ្រូងផងនិងឈឺក្នុងក្បាលផងក្នុងពេលតែមួយពលគឺធ្វើយ៉ាងណាឲ្យជនអភ័ព្វនោះបានដល់នៅក្តីលំបាកវេទនាយ៉ាងជារុនមុននឹងស្លាប់ជួនកាលគ្រូធ្មប់បានដាក់កម្រិតឲ្យអ្នកជំងឺស្លាប់ដោយបរិភពអ្វីមួយដែលគ្រូកំណត់ទុកជាមុនទី3គឺជាការធ្វើអំពើដោយប្រើស្បែកគោឬស្បែកក្របីរបៀបធ្វើអំពើដោយប្រើស្បែកគោឬស្បែកក្របីស្ងួតព្រឹទ្ធាចារ្យមេឃប៉ុនបានរៀបរាប់ថាទាំងការរៀបចំលំដាប់ធ្វើពិធីបញ្ជូនសិលមិនជាខុសគ្នាប៉ុន្មានពីការប្រើកន្ត្រៃមាសកន្ត្រៃប្រាក់ឡើយគេយកស្បែកមួយផ្ទាំងធំមកសូត្រផ្លុំហើយវាយនឹងរំពាត់រហូតតតែស្បែករួញនៅតូចហើយក៏ខ្លាយទៅជាសត្វកន្លងហើរទៅកាន់ទឹកដៅពោលគឺឆ្ពោះទៅរកមនុស្សដែលគេចង់ធ្វើជនរងគ្រោះទទួលស្បែកដែលប្រែទៅជាកន្លងនោះតាមមាត់ប៉ុន្តែកន្លងនេះមុននឹងចូលទៅក្នុងមាត់អាចនឹងខ្លាយមួយជាន់ទៀតទៅជាសត្វល្អិតតូចមួយដែលអាចចូលទៅក្នុងមាត់បានយ៉ាងងាយស្រួលប៉ុន្មានថ្ងៃក្រោយមកស្បែកគោស្ងួតក៏ចេះតែរីកធំឡើងធ្វើឲ្យពោះអ្នកជំងឺកាន់តែធំទៅជាលំដាប់ពេលជាមួយគ្នានោះដែរអាចមានការឈឺចាប់លំបាកវេទនាផ្សេងក្រៅពីការតឹងពោះការហត់ដកដង្ហើមញាប់ស្ទើរដាច់ខ្យល់ដោយរបៀបធ្វើអំពើមុនដែរបើរកគ្រូមិនទាន់ឬគ្រូមិនសូវពូកែជនរងគ្រោះនឹងស្លាប់ដោយសារធ្លាយក្រពះប៉ុន្តែបើរកបានគ្រូដែលមានសិលវិជ្ជាការខ្លាំងពូកែស្មើឬលើសគ្រូធ្មប់ដែលធ្វើអំពើនោះគេអាចសែកមន្តវិជ្ជាការបន្សាបអំពើនោះរួចហើយផ្សំថ្នាំឲ្យអ្នកជំងឺផឹកដើម្បីបញ្ចុះទម្លាក់ស្បែកឲ្យចេញមកតាមគូតឬតាមមាត់ពេលអ្នកជំងឺនោះនឹងបានធូរពោះហើយជាសះស្បើយវិញដូចធម្មតាទី4ការធ្វើអំពើដោយប្រើព្រួយស្នាតេះគ្រូធ្មប់ច្រើនចេះវិជ្ជាពីរបែបនេះជាមួយគ្នាតែម្ដងគឺគោបានិងស្នាតេះគេច្រើននិយាយភ្ជាប់គ្នាថាគោបាស្នាតេះព្រោះគ្រូធ្មប់តែងប្រើសិលវិធីណាមួយក្នុងសិលវិធីទាំងពីរបែបនេះគឺគោបាគឺគោដែលមានសិលមៀតតូចដែលគ្រូធ្មប់ប្រឡែងឲ្យទៅស៊ីនៅពេលយប់គេស្ដាប់ឮគោបាតាមស្នូរត្រដោកឬទឹកនៅពេលយប់ស្ងាត់គ្រូធ្មប់ប្រើគោបានេះឲ្យជល់សម្រាប់ជនរងគ្រោះតាមវិធីរបស់គេឯស្នាតេះគឺជាស្នាសិលមានទំហំតូចប្រើសម្រាប់បាញ់ឧបកិច្ចលើរូបតំណាងជនរងគ្រោះឲ្យស្លាប់តែម្ដងប្រើសិលគោបាគឺប្រើគោសិលនេះឲ្យជល់អ្នកជំងឺឲ្យស្លាប់ជាពិតប្រាកដប្រសិនបើរកគ្រូមិនទាន់ឬគ្រូដែលមិនសូវពូកែតែរបៀបប្រើស្នាតេះគឺគេតាំងពិធីដែលមានរបៀបលំដាប់គ្រូផ្សេងតាមទម្លាប់គេសូនរូបជនរងគ្រោះអំពីដីអំពីម្សៅឬអំពីរបស់ផុយគ្រូធ្មប់ផ្សាយមន្តវិជ្ជាការយ៉ាងយូរដើម្បីប្រមូលអធិពលនិងអញ្ជើញគ្រូគេមកជាជំនួយក្នុងពេលធ្វើពិធីនេះលោកសូត្រចប់គ្រប់បាលីគាថាដែលត្រូវសូត្រហើយគេយកព្រួញនិងធ្នូសិលយ៉ាងតូចបាញ់ឲ្យចំរូបតំណាងជនរងគ្រោះត្រង់ទ្រូងឬត្រង់ពោះឬត្រង់ក្បាលតាមតែគេចង់បានរបៀបនេះក៏កាចសាហាវមិនខុសពីរបៀបទាំង3ខាងដើមដែរនៅពេលដែលគ្រូធ្មប់បាញ់ត្រូវចំរូបតំណាងនោះរូបជនរងគ្រោះក៏ហាក់ដូចជាត្រូវព្រួញពិតប្រាកដមែនដែរបើទោះបីជាមើលព្រួញមិនឃើញ
ក៏គេបានទទួលការឈឺចាប់ដោយដួលឬបន្លឺសម្ដែងឈឺចាប់យ៉ាងខ្លាំងព្រមពេលជាមួយគ្នានោះនៅក្នុងផ្ទះអ្នករងគ្រោះគេឮសូរសំឡេងអ្វីដូចជារន្ទះបាញ់ពេលនោះអ្នកជំងឺត្រូវទទួលការឈឺចាប់យ៉ាងខ្លាំងជួនកាលសន្លប់ជួនកាលស្លាប់ភ្លាមៗតែម្ដងគ្រូធ្មប់ប្រើវិធីបាញ់ស្នាតេះនេះបន្ទាប់ពីបានប្រើសិលអ្វីពីមុនរួចហើយតែជនរងគ្រោះគ្រាន់តែឈឺរ៉ាំរ៉ៃអស់រយៈពេលយ៉ាងយូរប៉ុណ្ណោះដោយចង់ឲ្យគូសត្រូវរបស់ខ្លួនស្លាប់មុននឹងបានទទួលការសង្គ្រោះពីគ្រូព្យាបាលណាមួយនោះគ្រូធ្មប់អាចប្រើសិលស្នាតេះនេះដើម្បីបញ្ចប់ជីវិតជនរងគ្រោះឲ្យបានឆាប់រុះរាន់ទាន់ចិត្តតែប៉ុណ្ណោះព្រឹទ្ធាចារ្យមេឃប៉ុនលើកឡើងថាកាលបាននិយាយដល់រឿងនេះខ្ញុំនឹកឃើញអនុស្សាវរីយ៍ដ៏រន្ធត់មួយកាលពីខ្ញុំនៅពីតូចអាយុប្រហែល5ឆ្នាំកាលនោះខ្ញុំបានតាមម្ដាយខ្ញុំទៅផ្ទះជនរងគ្រោះម្នាក់ជាកូនចៅចិនដែលមានទ្រព្យសម្បត្តិស្ដុកស្ដំនៅក្នុងភូមិព្រោះផ្ទះគាត់មានបើកហាងលក់ទំនិញគ្រប់មុខគ្រួសារជនរងគ្រោះនេះគោរពស្រឡាញ់រាប់អានឪពុកម្ដាយខ្ញុំណាស់ព្រោះគាត់ជាចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិហើយគាត់ជាអាចារ្យវត្តផងជាអ្នកចាត់ចែងពិធីផ្សេងៗក្នុងមង្គលការបន់ទានជាដើមប៉ុន្មានថ្ងៃមកហើយដែលហ៊ាននោះគាត់មានជំងឺមួយយ៉ាងគឺឈឺមិនដឹងមុខតែម្ដងគឺម្ដងឈឺពោះម្ដងឈឺក្បាលម្ដងឈឺទ្រូងជួនកាលអស់កម្លាំងដេកស្ដុកស្ដឹងជួនកាលជាស្រួលធម្មតានាពេលរសៀលនោះដែលម្ដាយខ្ញុំកំពុងសាកសួរអំពីស្ថានភាពជំងឺរបស់ហៀជាមួយនឹងប្រពន្ធរបស់គាត់ស្រាប់តែឮសូរសំឡេងផាំងយ៉ាងខ្លាំងលាន់ដោយរន្ទះញ័រអស់ទាំងទូកញ្ចក់នៅក្នុងផ្ទះទាំងប៉ុន្មានមនុស្សម្នាក់នៅក្នុងផ្ទះភ្ញាក់ដូចគេកន្ត្រាក់គ្រប់គ្នាពេលជាមួយគ្នានោះហៀក៏ស្រែកដង្ហោយហៅយ៉ាងខ្លាំងដូចត្រូវនឹងគ្រាប់កាំភ្លើងជំងឺគាត់ចេះតែដុនដាបទៅហើយក៏ស្លាប់ក្នុងរយៈពេល3ថ្ងៃបន្ទាប់មកពេលឮសូរផាំងដោយរន្ទះនោះខ្ញុំសួរម្ដាយខ្ញុំរកមូលហេតុតែម្ដាយខ្ញុំគាត់ថាកូនឯងនៅតូចណាស់កុំចង់ដឹងអីលុះរំលងពី3ថ្ងៃកន្លងមកទើបខ្ញុំដឹងដោយម្ដាយខ្ញុំនិយាយប្រាប់ឪពុកខ្ញុំថាគ្រូធ្មប់បាញ់ព្រួញស្នាតេះបន្ថែមទៅភៀស្លាប់កាលនោះប្រមាណ60ឆ្នាំមកហើយនៅម្ដុំនោះអ្នកលក់ដូរនៅទីប្រជុំជនដ៏តូចនេះមានជនរងគ្រោះដល់តែ3នាក់ស្រីម្នាក់ប្រុស2នាក់ដែលសុទ្ធតែជាអ្នកមានហាងលក់ដូរនៅខាងជើងផ្ទះជនរងគ្រោះនោះប្រហែលជា30ម៉ែត្រមានផ្ទះខ្ទមតូចមួយសង់នៅបាំងចិត្តនឹងគុំឫស្សីស្រុកនោះហើយជាផ្ទះគ្រូធ្មប់ខ្ញុំសូមអនុញ្ញាតបញ្ចប់ប្រវត្តិនេះត្រឹមនឹងចុះព្រោះសពថ្ងៃក្រុមគ្រួសារទាំងសងខាងនៅមិនទាន់ផុតពូជនៅឡើយទេដោយយើងខ្ញុំបានជម្រាបពីខាងដើមហើយថាមានគ្រូធ្មប់ពីរប្រភេទគឺគ្រូធ្មប់ធ្វើអំពើដល់កាចសាហាវនិងគ្រូធ្មប់គម្រោងអ្នកដែលបានសិក្សារៀនសូត្រវិជ្ជាធ្មប់សម្រាប់ធ្វើអំពើដល់អ្នកដទៃឲ្យឈឺឬឲ្យស្លាប់ដើម្បីដោះស្រាយជំនុំផ្ទាល់ខ្លួនតាមអំពើសម្ងាត់ឃាតកម្មមិនផ្ទាល់ឬឃាតកម្មសម្ងាត់ឬដើម្បីស៊ីឈ្នួលក៏ដូចជាយកអាសាអ្នកណាមួយនោះជាមនុស្សខ្វះសិលធម៌អាចនិយាយបានថាជាជនខ្លាយក៏បានដោយបានជម្រាបហើយថាក្នុងមួយឆ្នាំបើមិនបានធ្វើអំពើដល់អ្នកណាមួយនោះសិលមុនធ្មប់នេះតែងតែធ្វើទុកបុកម្នេញដល់សមាជិកគ្រួសាររបស់ខ្លួនឯងវិញដូចជាកូនឈឺធ្ងន់ឬឈឺរហូតដល់ស្លាប់ប្រពន្ធឈឺស្គមរីងរៃប្រកបការងារអ្វីមិនបានអ្នករៀនសិលមុនវិជ្ជាការធ្មប់នេះបើតាមចាស់ធ្លាប់ដឹងមកមិនដែលបានទៅជាអ្នកមានធូរធារដូចអស់គេផងទាំងពួងឡើយពួកនេះច្រើនតែក្ររហេមរហាមខ្វះព្រឹកខ្វះល្ងាចគ្រូធ្មប់ដាំដំណាំអ្វីក៏មិនដោះដាលលូតលាស់ល្អឡើយសំទោងឯគេស្ទូងត្រូវក្រៀមខ្លោចដូចគេយកភ្លើងទៅរោលអ្នកស្រុកភូមិផងរបងជាមួយមិនសូវមានការតាក់ទងជាមួយគ្រូធ្មប់អាបនេះឡើយគេមិនសហការឬប្រវាស់ដីជាមួយឡើយព្រោះគេខ្លាចខូចផលដំណាំគេដូច្នេះដំណរក្រោយៗមកវិជ្ជានេះកម្រមានអ្នកចង់រៀនណាស់ព្រោះគេខ្លាចវិជាន់កខ្លួនឯងដោយបានជម្រាបមកខាងលើគេក៏តែងនិយាយថាវិជ្ជាអាបធ្មប់បើមិនបានធ្វើឲ្យគេស្លាប់វានឹងស៊ីកូនប្រពន្ធរបស់ខ្លួនឯងវិញនៅមានធ្មប់មួយប្រភេទទៀតដែលគេតែងតែហៅថាធ្មប់គម្រោងគ្រូធ្មប់នេះមិនសូវធ្វើអ្នកណាឲ្យឈឺទេសកម្មភាពរបស់គាត់គឺចូលចិត្តធ្វើស្នេហ៍ស្និទ្ធតែនឹងគម្រោងពិសេសខ្មោចមនុស្សបើកាលណាបានដឹងថាមានមនុស្សស្លាប់នៅក្នុងភូមិណាមួយគេតែងលួចតាមសម្គាល់មើលឲ្យដឹងថាគេយកខ្មោចទៅកប់នៅកន្លែងណានោះបន្ទាប់មកកន្លង 3-4 ថ្ងៃគ្រូធ្មប់នឹងលួចទៅកកាយខ្មោចនាពេលយប់ស្ងាត់ដើម្បីរឹតយកទឹកខ្មោចដែលហើមចូលនោះមកផឹកការធ្វើបែបនេះដើម្បីបង្កើនឥទ្ធិឫទ្ធិរបស់ខ្លួនដែលចាត់ទុកថាជាការធ្វើពិធីបូជាយញ្ញគាត់ក៏និយាយប្រាប់អ្នកចិត្តដឹងថាទឹកដែលរឹតយកពីគម្រោងដែលហើមប៉ោងនោះមានឲ្យជារសផ្អែមឆ្ងាញ់ដូចជាទឹកឃ្មុំនៅក្នុងភូមិស្រុកបើមានខ្មោចណាដែលរងគ្រោះថ្នាក់ដូចជាចងករថយន្តបុកឬគេលួចសម្លាប់ក្នុងព្រៃរហូតដល់ហើមប្រេះទៅបានរកឃើញនោះគេតែងតែជួលគ្រូធ្មប់គម្រោងនេះទៅលីឬទៅបីយកមកដាក់ក្នុងមឈូសហើយនៅពេលដែលអ្នកអាទៀតចូលបញ្ចុះដោយក្លិនស្អុយអសោចខ្លាំងពេកជួនកាលគេជួលធ្មប់នេះឲ្យដេកយាមខ្មោចដែលខ្លាយទៅជាគម្រោងទៅហើយនោះដរាបតតែបញ្ចុះរួចឬបូជារួចបច្ចុប្បន្ននេះអាស្រ័យដោយមានការរីកចម្រើននៃវិទ្យាសាស្ត្រផងនិងអាស្រ័យដោយការរីកលូតលាស់ខាងការយល់ដឹងដែលធ្វើឲ្យមនុស្សចេះយកវិចារណញ្ញាណមកប្រើដើម្បីពិចារណារកហេតុផលនោះពុំមានគ្រូបង្រៀនសិលមុនវិជ្ជាធ្មប់ឡើយដោយគេយល់ថាវិជ្ជានេះជាវិជ្ជាដែលគ្មានប្រយោជន៍ដល់ខ្លួនឯងនិងដល់សង្គមដូច្នេះវិជ្ជាអាធ្មប់មកដល់សប្តាហ៍នេះស្ទើរតែសាបសូន្យអស់រលីងពីសង្គមខ្មែរទៅហើយប៉ុន្តែដោយហេតុថាតាំងពីបរមបុរាណរៀងមកសង្គមខ្មែរបានឆ្លងកាត់នៅជំនឿទៅលើវិស័យនេះទើបយើងខ្ញុំបានស្រាវជ្រាវចងក្រងតម្កល់ទុកជាឯកសារក្បួនខ្នាតទុកក្នុងពុទ្ធសាសនបណ្ឌិតក្នុងគោលដៅរក្សាកេរដំណែលខ្មែរយើងសម្រាប់អ្នកជំនាន់ក្រោយយល់ដឹងអំពីការរស់នៅរបស់ដូនតារបស់យើងកាលពីសម័យមុន